បាទបងប្អូនដែលមានកាមេរ៉ាកំពុងប្រើហើយចង់ដាក់ storage ឲ្យបានយូរខែយូរឆ្នាំអីក៏តាក់ទងមកបានដែរពួកខ្ញុំនឹងគិតជូនសម្រាប់បងប្អូនប្រើឬក៏បងប្អូនចង់រៀបថ្មីដំឡើងថ្មីក៏បានដែរនឹងគិតជូនបងប្អូនជាជំរើសណាមួយដែលអាចសំចៃបងប្អូនប្រើប្រាស់បានអស់ថវិកាតិចហើយថតបានយូរសម្រាប់បងប្អូនដែលត្រូវការជំរាបសួរបងទាំងអស់គ្នាខ្ញុំសូមបង្ហាញជូនបងដែលត្រូវការចង់ថតវីដេអូកាមេរ៉ាហ្នឹងឲ្យទុកបានយូរបាទរាប់ខែរាប់ឆ្នាំអីបងប្អូនត្រូវការធំប៉ុណ្ណាក៏បានដែរខ្ញុំមានជំរើសជូនបងប្អូនសម្រាប់ជ្រើសរើសណាថតបែបណាបានយូរប៉ុណ្ណាបងប្អូនត្រូវការអាចតាក់ទងសួរនាំបានជាក់ស្ដែងឥឡូវខ្ញុំពងតែរៀបចំជូនភ្ញៀវមួយគាត់ចង់ថតបានលើសមួយឆ្នាំវីដេអូកាមេរ៉ារបស់គាត់ហ្នឹងគាត់ចង់រក្សាទុកឲ្យបានលើសមួយឆ្នាំហើយសុវត្ថិភាពទៀតសុវត្ថិភាពយ៉ាងម៉េចពេលខូចហាត់ឌីសមិនបាត់ទេមានន័យថាយើងចង់ឲ្យថតយូរបានប៉ុន្តែស្រាប់តែខូចហាត់ឌីសបាត់ទិន្នន័យអស់យើងអត់ទេយើងធ្វើឲ្យសុវត្ថិភាពទៀតគឺមានន័យថាពេលខូចហាត់ឌីសខ្លះក៏អត់បាត់ទិន្នន័យដែលទិន្នន័យយើងនៅតែពេញលេញក្នុងកំឡុងពេលដែលយើងចង់បានរាប់ខែរាប់ឆ្នាំហ្នឹងគឺអត់បាត់ទិន្នន័យទេអញ្ចឹងគឺយើងធ្វើម៉េចឥឡូវឧទាហរណ៍ថាភ្ញៀវនេះគាត់កំពុងតែឲ្យខ្ញុំរៀបចំជូនឲ្យលើសមួយឆ្នាំអញ្ចឹងនៅក្នុងនេះជាក់ស្ដែងគឺខ្ញុំកំពុងប្រើម៉ាស៊ីនរបស់ Hikvision ធំមួយបាទម៉ាស៊ីននេះដែលរក្សាផ្ទុកហាត់ឌីសបានដល់16ហាត់ឌីសហើយខ្ញុំប្រើហាត់ឌីសរបស់ Hikvision ទៀតដែលជាហាត់ឌីសគុណភាពល្អរបស់ Hikvision នឹងតែម្ដង 12T ចំនួន16គ្រាប់បាទអញ្ចឹងក្នុងនេះជាក់ស្ដែងគឺខ្ញុំកំពុងតែប្រើប្រាស់នេះគឺក្នុង storage នេះចូលមកមើល storage management នេះគឺក្នុង storage hard disk នេះគឺខ្ញុំបង្ហាញជូនបងប្អូនគឺមានរហូតដល់16បាទ16 hard disk គឺសិតតែ hard disk 12T ទាំងអស់បាទនេះ model របស់ Hikvision តែម្ដង hard disk បាទអញ្ចឹងគឺខ្ញុំប្រើបានដល់16 hard disk បាទប៉ុន្តែខ្ញុំកំពុងតែធ្វើ RAID នេះខ្ញុំធ្វើ RAID 6ខ្ញុំធ្វើ RAID 6លើ14 hard disk ខ្ញុំបាន select 14 hard disk ដោយធ្វើ RAID 6ដើម្បីរក្សាឲ្យសុវត្ថិភាពទិន្នន័យពេលខូច hard disk 2គ្រាប់វានឹងអត់បាត់បង់ទិន្នន័យទេហើយខ្ញុំបានធ្វើ hot spare បាទ hot spare hard disk នេះលេខ15 16ធ្វើ hot spare អញ្ចឹងក្នុងករណីខូច hard disk មួយភ្លាម hot spare មួយភ្លាមខូចមួយទៀត hot spare មួយភ្លាមទៀតអញ្ចឹងទិន្នន័យអត់បាត់ទេដើម្បីឲ្យសុវត្ថិភាពបើបងប្អូនចង់ឲ្យបានសុវត្ថិភាពលើសនឹងទៀតក៏បានដែរតាក់ទងមួយក្រុមការងារខ្ញុំនឹងគិតគូរជូនជាជំរើសសម្រាប់បងប្អូនត្រូវការប្រើបាទបងប្អូនដែលមានកាមេរ៉ាកំពុងប្រើហើយចង់ដាក់ storage ឲ្យបានយូរខែយូរឆ្នាំអីក៏តាក់ទងមកបានដែរពួកខ្ញុំនឹងគិតជូនសម្រាប់បងប្អូនប្រើឬក៏បងប្អូនចង់រៀបថ្មីដំឡើងថ្មីក៏បានដែរនឹងគិតជូនបងប្អូនជាជំរើសណាមួយដែលអាចសំចៃបងប្អូនប្រើប្រាស់បានអស់ថវិកាតិចហើយថតបានយូរសម្រាប់បងប្អូនដែលត្រូវការថតយូរប៉ុណ្ណាក៏បានកាមេរ៉ាបងប្អូនស៊េរីចាស់ស៊េរីថ្មីអីប៉ុណ្ណាក៏បានដែរពួកយើងនឹងប្រឹក្សាជូនបងប្អូនទាំងគ្នាអញ្ចឹងជាក់ស្ដែងដូចហាត់ឌីសនេះខ្ញុំនឹងបង្ហាញជូនបងប្អូនអញ្ចឹងខ្ញុំធ្វើមិញហ្នឹងគឺហាត់ឌីសនេះរហូតដល់ឥឡូវនេះគឺហាត់ឌីស 12T 16គ្រាប់ប៉ុន្តែយើងប្រើប្រាស់ storage ហ្នឹងយើងប្រើតែ 134T ទេបាទយើងប្រើតែ 134T ទេយើងទុកប្រហែល T ទៀតទុកហាត់ឌីសខ្លះទៀតដើម្បីឲ្យវា backup បាទដើម្បីកុំឲ្យខូចហាត់ឌីសទៅគឺបាត់ទិន្នន័យបាត់វីដេអូអញ្ចឹងឲ្យវីដេអូរក្សាបានយូរសម្រាប់ម៉ាស៊ីននេះយើងកំពុងរៀបចំឲ្យភ្ញៀវថតឲ្យបានលើសមួយឆ្នាំវីដេអូគាត់រក្សាទុកដើម្បីសុវត្ថិភាពបាទអញ្ចឹងជាក់ស្ដែងហាត់ឌីសខ្ញុំនឹងបានជូនបងប្អូនពីហាត់ឌីសនេះបាទ16គ្រាប់ពេញតែម្ដងបាទគឺស៊េរី 12T អញ្ចឹងខ្ញុំនឹងបើកជូនឲ្យបងប្អូនមើលបាទហាត់ឌីសនេះមួយខ្ញុំទាញចេញមកបាទអូខេនេះគុណភាពហាត់ឌីសនេះគឺ Hikvision តែម្ដងហាត់ឌីសឥឡូវនេះហាត់ឌីសគុណភាពខ្ពស់ Hikvision 12T បាទហាត់ឌីស Hikvision 12T សម្រាប់កាមេរ៉ាតែម្ដងបាទហាត់ឌីស Hikvision អញ្ចឹងបងប្អូនត្រូវការតេទូជាងនឹងធំជាងនឹងទៀតក៏បានដែរណាបាទអាចតាក់ទងបានសម្រាប់តម្រូវការបងប្អូនឬបងប្អូនចង់គិតឲ្យហាត់ឌីសថតបានយូរអាចតាក់ទងក្រុមការងារខ្ញុំបានបាទអញ្ចឹងអរគុណបងប្អូនដែលមានតម្រូវការខ្ញុំនឹងគិតជាជំរើសជូនបងប្អូនដែលចង់បានវីដេអូកាមេរ៉ាមិនថតតែមួយថ្ងៃ2ថ្ងៃ4 10ថ្ងៃឬកន្លះខែ1ខែ2ខែ3ខែទេរាប់ឆ្នាំក៏មានជាជំរើសសម្រាប់បងប្អូនប្រើប្រាស់បានដែរអរគុណបងប្អូន